វ៉ាវអូយបងប្អូនអើយបងប្អូនអរគ្នាគាត់នៅថ្មមកគ្រាប់ប៉ុណ្ណេះ1000ជាងបងប្អូននេះ1280ណាហើយអានេះបើយើងគិតទៅថែមតែបន្តិចទៀតទិញម៉ូតូបានមួយគ្រឿងមែនទេបងបាទបង នេះប៉ុណ្ណឹងបងប្អូននេះហើយចុះបើសិនជាម៉ាស៊ីនដ្រូនទាំងមូលហ្មងតម្លៃមែនបង ម៉ាស៊ីនត្រូនទាំងមូលដូចអត់ដឹងដែរបងព្រោះខ្ញុំទិញជាកញ្ចប់អញ្ចឹង ម៉ាក់កញ្ចប់ប្រហែលបងប្អូនអរគ្នានេះគឺជាដ្រូនកសិកម្មដែលធំមែនតើអាចនិយាយបានថាដ្រូនមួយនេះគឺធំលំដាប់ស្រុកខ្មែរតែម្ដងបងប្អូនអត់មានដ្រូនណាធំជាងនឹងទៀតទេបើគិតថាជាដ្រូនកសិកម្មវិញបងប្អូនមើលស្លាបរបស់វានេះធំមែនតើបងប្អូនដៃហើយនឹងស្លាបនេះធំវែងមែនតើបងប្អូននេះបងប្អូនមើលនេះគ្រាន់តែស្លាបវានេះទាំងពីរខាងនេះគឺប្រហែលនឹងមួយព្យាមរបស់ខ្ញុំទៅហើយបងប្អូននេះហើយបើយើងនិយាយថាពីថ្មរបស់វាវិញណាបងប្អូនចិត្តប្រព័ន្ធអាគុយមួយបាត់ទេបងប្អូនអានេះអាចស្មើនឹងអាគុយមួយបាត់ទេនេះហើយបើយើងឃើញដ្រូនធម្មតាបងប្អូនដ្រូនយើងតូចគ្រាប់ថ្មរបស់វាប៉ុណ្ណេះហ៎បងប្អូនតែបើនេះវិញធំយកតែមែនតើនៅកន្លែងនេះគេដាក់បាន2គ្រាប់បងប្អូនប៉ុន្តែឥឡូវនេះដាក់តែមួយគ្រាប់បងប្អូនឃើញធំយកតែមែនតើហើយបើទំហំវាវិញធំមកបងប្អូននេះបាទឥឡូវខ្ញុំចង់ដឹងលម្អិតបន្ថែមថាតើដ្រូននេះមានលក្ខណៈពិសេសខ្លះខ្ញុំជួបជាមួយបងប្រុសដែលគាត់ជាម្ចាស់ដ្រូននេះផ្ទាល់តែម្ដងបងប្អូនបងជំរាបសួរបងបាទអធិស្ឋានបងឈ្មោះអីដែរបងវិនកំសាន បាទបងកំសានបងនៅនេះបងនៅខាងភូមិអីឃុំអីស្រុកអីដែរបងពោ2បងភូមិពោ2ស្រុកម៉ោងបាទខេត្តបាត់ដំបងយើងបាទបងប្អូនអរគ្នាគាត់ជាម្ចាស់ដ្រូននេះហើយកន្លងមកខ្ញុំជឿថាបងប្អូនក៏ធ្លាប់ដឹងដែរថាតាក់ទងជាមួយនឹងដ្រូនកសិកម្មគឺវាមានទំហំធំអញ្ចឹងអានេះដូចជាគ្រឿងបញ្ជាវាមែនទេបងបាទបងបាទជាប់មួយទូរស័ព្ទបងហ៎បាទបងអានេះមិនយកមកទុកច្រៀងខារ៉ាអូខេបងហ៎បើយើងច្រៀងបានទេតើច្រៀងបានដែរប៉ុន្តែឥឡូវអត់ច្រៀងណាបងហ៎បាទហើយយើងត្រូវការទៅលើសាច់ដ្រូនតែមួយឯងកុំឲ្យប៉ះពាល់នឹងការដែលយើងប្រើវាណាបងប្រើទៅមានការផ្សារឬក៏អ្នកដែលគេទេមកចូលរំខានដែលយើងកំពុងធ្វើការបាទអញ្ចឹងមានន័យថាដ្រូនដែលបងកំពុងតែរៀបនឹងបញ្ជានេះគឺវាប្រើភ្ជាប់ជាមួយនឹងទូរស័ព្ទបាទបងបាទយើងភ្ជាប់ជាមួយទូរស័ព្ទគ្រប់ពេលឬក៏ពេលណាដែលយើងអាចប្រើតែជាមួយដៃវាបងប្អូនទាំងអស់នេះអានេះគឺដៃវាណាបាទដោះបានទៅបងអញ្ចឹងបាទយើងសាកវាចេញទៅយកទៅទូរស័ព្ទដើរចេញបានប្រហែលជា30ម៉ែត្រទេដែរបាទហើយអានេះបើយើងគិតទៅយើងភ្ជាប់នេះបានន័យថាយើងបញ្ជាមួយទូរស័ព្ទក៏បានអាដៃនេះក៏បានបាទកាលបងទិញហើយទិញក្នុងឆ្នាំណាដែរបងឆ្នាំ2004បង2024អូថ្មីដែរបងបាទថ្មីឆ្នាំថ្មីយើង2024បាទ2025បាទហើយដ្រូននេះបងទិញនិយាយទៅបើយើងគិតពីប្រភេទដ្រូននេះគេហៅថាដ្រូនបែបកសិកម្មមែនទេបងបាទអានេះទម្ងន់វាប៉ុន្មានបងទម្ងន់វា35គីឡូវ៉ាវបាទលក្ខណៈពិសេសរបស់វាយើងយកទៅប្រើអីបងប្រើទៅលើដំណាំស្រូវបងបាញ់ស្រូវបាញ់ទៅស្រូវមួយណាបាទបងបាទពោតឯងបាញ់បានពោតស្វាយបាទបាញ់បេះដូងឯងបានទេបងមិនបានទេបេះដូងបាញ់មិនបានចឹងអានេះយើងតម្រូវជាមួយនឹងផ្នែកកសិកម្មឲ្យតែប្រភេទកសិកម្មគឺយើងដាំបានបងបាទបងបាទ process របស់វាក្នុងមួយហិកតាយើងនិយាយក្នុងមួយហិកតាចុះបងបាទអានេះបាញ់ប្រើពេលប្រហែលបងបើនិយាយយូរទៅ5នាទីអូយបាទលឿនណាបាទអានេះយើងនិយាយយូរបាទតែបើទីកន្លែងយើងដាក់ដ្រូនគៀកនឹងកន្លែងបាញ់ហ្នឹងវាអាចលឿនជាងនឹងទៀតអញ្ចឹងទៀតបាទអានេះយើងមានកន្លែងខ្លះយើងដាក់ចិត្តកន្លែងខ្លះយើងដាក់ឆ្ងាយមែនទេបងបាទចុងកាល1គីឡូកន្លះហីអញ្ចឹងបាទនៅនេះអញ្ចឹងទៅបាញ់1គីឡូកន្លះហ៎វ៉ាវហើយមើលដ្រូនអត់ឃើញទេចុះហើយយើងមើលដ្រូនអត់ឃើញហើយបញ្ជាមិនទៅបាទបញ្ជានៅក្នុងយើងបើកកាមេរ៉ាហើយនឹងសេវារបស់វានៅក្នុងនេះមកយើងវាមានកាមេរ៉ាហោះនេះកាមេរ៉ាចាំមានន័យថាឧទាហរណ៍ដីមួយប្លង់ប៉ុណ្ណឹងយើងវាយតាម1ហិកតាចោះមែនទេបងអញ្ចឹងយើងគូសប្លង់នឹងទុកឲ្យហើយដ្រូននឹងវាទៅគឺវាធ្វើការរែកអូតូរបស់វាតែម្ដងមែនទេបាទនេះពិសេសមែនតើបងប្អូនបន្ទាត់វាបាទឡាញវានេះអញ្ចឹងមានន័យថាអាដ្រូននៅពេលដែលវាទៅគឺវាហោះតាមឡាញហ្នឹងមែនបាទយើងអាចបញ្ជាបានតិចទៀតអញ្ចឹងទៀតបាទតែបើយកយើងទៅឆ្ងាយយើងវាហោះតាមឡាញហ្នឹងទៅបាទយើងចែកម៉ែត្រវាហើយយកថាបាញ់មកមុខទៅអញ្ចឹង7ម៉ែត្រឬក៏8ម៉ែត្រយើងកំណត់នៅក្នុងនឹងទៅវារត់ទៅតាមហ្នឹងហើយតាមឡាញទៅវាអានេះអញ្ចឹងយើងអាចផឹកកាហ្វេបានមួយកែវវាហើយណាបងណាបាទប៉ុន្តែនៅពេលដែលវាហោះហើយឬក៏វាបាញ់ដំណាំនឹងហើយតើវាហោះមកកាន់ទីតាំងដើមវិញឬក៏យ៉ាងម៉េចដែរបងមកវិញមកទីតាំងដើមវិញបាទយើងមិនបាច់ចាំបញ្ជាក៏វាមកវិញបាទអូពិសេសមែនទេបងប្អូនអានេះពិសេស
ខ្លាំងយូរតែមែនតើវាដូចទៅនឹងគេហៅថាdrone យើងធម្មតាវាមានកន្លែង home point របស់វាមកកាលណាវាមានបញ្ហាអីមួយឬក៏វាបញ្ចប់ការងាររបស់វាចូលមកវិញដែរអូពិសេសហ่าបងចុះអានេះបើសិនតែយើងគិតទៅបើយើងចង់បាញ់ទីហោដី2ហិកតា3ហិកតាអីអានេះយើងប្រើថ្មបានធន់ប្រហែលឬក៏យើងចាំបាច់ត្រូវដូរថ្មដែរបងលក្ខណៈហ្នឹងគាត់ថាចាប់ពី3ហាត់ឡើងទៅយើងត្រូវការហោះឧទាហរណ៍យើងហោះចែកគ្នា2ជើងចុះបាទចែក2ជើងយើងហោះម្ដងថ្ម1គ្រាប់ក៏បាន2គ្រាប់ក៏បានបាទបងបាទអញ្ចឹងយើងឧទាហរណ៍ថាឥឡូវដី3ហិកតាយើងដាក់តែ1គ្រាប់ទេ1គ្រាប់យើងចែកមកដី3ហាត់ហ្នឹងយើងទាំង1គ្រាប់វាអាចបាន1ហាត់កន្លះបាទតែបើយើងចង់ចេះយើងដាក់ម្ដង2ទៅក្រោយ1វិញមកបាទអាហ្នឹងក៏បានដែរអានេះស៊ីសងលើយើងកំណត់បាទអាស្រ័យទៅលើយើងចង់ដាក់ទឹកឲ្យវាច្រើនឲ្យជោគឲ្យគេទៅអញ្ចឹងណាបាទឲ្យជោគមើលទៅឃើញសាច់ឲ្យស្អាតអីចឹងណាបាទតន់បងតន់អានេះបើយើងមើលថ្មវាឡើងនេះដាក់បានតែ2គ្រាប់ទេមែនទេប៉ុន្តែថ្មរបស់វារបស់ក្រុមហ៊ុនតែម្ដងបាទគេឲ្យមកឧទាហរណ៍ថ្មនេះគេឲ្យមកតែមួយឈុតមិញ4ហ្មង4ណាបាទតែនេះខ្ញុំទៅទិញឆ្នាំនេះទេទៅទិញប្រហែលជា2ខែមុននេះទេបងអាចប្រាប់តម្លៃបន្តិចបានទេបងថ្ម1គ្រាប់ក្នុង1គ្រាប់ដូចជា1000មិនដូចទេ1280បងប្អូនអរគ្នាគាត់នៅថ្មមកគ្រាប់ប៉ុណ្ណេះ1000ជាងបងប្អូននេះ1280ហើយអានេះបើយើងគិតទៅថែមតែបន្តិចទៀតទិញម៉ូតូបានមួយគ្រឿងមែនទេបងបាទបងនេះប៉ុណ្ណឹងបងប្អូននេះហើយចុះបើសិនជាម៉ាស៊ីន drone ទាំងមូលមកតម្លៃមែនបងម៉ាស៊ីន drone ទាំងមូលដូចអត់ដឹងដែរបងព្រោះខ្ញុំទិញជាកញ្ចប់អញ្ចឹងមកកញ្ចប់ប្រហែលបង22900វ៉ាវបងប្អូនអរគ្នា20000ជាងថែមតែបន្តិចទៀតបានឡានមួយគ្រឿងយ៉ាងថ្មីចាស់តែអានេះ drone នេះក៏មិនណយដែរបងប្អូនធំតែការងារកសិកម្មគឺទុកចិត្តលើវាចោះមែនទេបងបាទបងបាទវាស្រួលឆ្ងាយស្រួលច្រើនបាទធ្វើការចុះអានេះបើរងថ្ងៃបងធ្វើកសិកម្មបងយកទៅបាញ់ដំណាំបាញ់អីផ្សេងហើយអាហ្នឹងបងប្រើតែបោះខ្លួនឯងឬក៏បងទទួលបាញ់ឲ្យគេដែរបាទបងទទួលអញ្ចឹងហ៎បាទបងទទួលបាញ់អញ្ចឹងមានន័យថាឲ្យតែគេអីកំងយើងឲ្យបាញ់ប្រហែលហិកតាក៏បាញ់បានដែរមែនទេបាទបងបាទ1ហិកតាបងយកតម្លៃគេហ្មងបងឆ្នាំទៅ35000ហ្មងឆ្នាំនេះនៅតែ30000ទេដោយសារដ្រូនវាកើតច្រើនក្នុងមួយថ្មនេះក្នុងម្ដងយើងហោះបានប៉ុន្មាននាទី5នាទីហ៎ថ្មមួយហ្នឹងហោះបាន5នាទីណាប៉ុន្តែអត់ទេតែយើងគាត់ថាអានេះ5នាទីហ្នឹងសម្រាប់តែយើងបាញ់ទៅលើផ្ទៃដីតែដល់ពេលឲ្យវាអស់អត់ដឹងប្រហែលនាទីដែរអត់ដែរធ្វើតេស្តដែរបាទចង់ឲ្យបងដំណើរការម៉ាស៊ីន drone នេះបន្តិចដើម្បីឲ្យបងប្អូនយើងមើលហើយនឹងដើម្បីឲ្យវាហោះមើលថាតើវាយ៉ាងម៉េចចឹងណាបងបាទអាយ៉ាវ៉ាវអូយបងប្អូនអើយអូយចុះវិញអីម៉េចបាទចុះវិញទេបងអូយឡើងតែក្រើកតែម្ដងវ៉ាវបងប្អូនវ៉ាវខ្យល់ឲ្យឡើងវូមិនធម្មតាបងប្អូនហើយក៏ក្រើកតែម្ដងនេះបាទថាដបូលមកប៉ើងបងប្អូនដបូលមកប៉ើងនេះវ៉ាវខ្យល់ខ្លាំងមែនទែនអូយអានេះស្ទឹងតែស្មើជាមួយនឹងខ្យល់កប៉ាល់ហោះហើយមែនទេបងបាទអូចូលត្រឹម2នេះតោងផុសប្រយអញ្ចឹងបាទគីឡូ50គីឡូ60អីដាក់មកអូអញ្ចឹងមានន័យថាយើងកាន់អាក្រោមនេះចេះឧទាហរណ៍កាន់អញ្ចេះហើយអានឹងវាហោះឡើងទៅបាទយើងបានទៀតឡើង2ម៉ែត្រសិនមកឲ្យសកាំងហើយសិនយើងតោងសិនទៅអូតោងហើយចាំឡើងទៀតទៅអូទៅប្រយបាទអូយខ្យល់នេះមិនធម្មតាទេហើយបើសិនបើបងប្អូនយើងគាត់មានតម្រូវការអីអាចតាក់ទងបានបាទបងបាទបងអាចប្រកាសលេខម្ដងទៀតទេបងតាមលេខទូរស័ព្ទ088 88 29 959បាទបងបាទអរគុណច្រើនបងណាជំរាបលាបងបាទបងបាទអរគុណបងប្អូនអរគ្នាគណៈពេលនេះខ្ញុំបាទសុធារិទ្ធរួមជាមួយបងប្រុសសូមជម្រាបលា